ថ្ងៃនេះយើងមកប្រាប់អ្នកនរគ្នាពីរបៀប make up ស្ទន់បែបនេះហើយនឹង tip ដែលធ្វើឲ្យ make up របស់យើងជាប់ពេញមួយថ្ងៃទោះបីយើងដើរលេងហាត់ថ្ងៃមិនក៏ដោយបន្ទាប់ពី lip skin care និង cushion ហើយយើងមកធ្វើការដាក់ជាមួយនឹង concealer ចំពោះចាំវិញគ្រាន់តែគូឲ្យចេញតម្រងតិចបានហើយហើយយើងយកជាមួយនឹងបន្លាបសិតដូរពណ៌ចាំយកមកសិតវិញដើម្បីឲ្យឃើញមុខរបស់យើងមើលទៅកាន់តែក្មេងស្ទន់ស្អាតហើយទោះឯដែលធ្វើឲ្យខ្ញុំ make up តាំងពីថ្ងៃរហូតដល់ម៉ោង 9:10 យប់តែ make up របស់ខ្ញុំនៅតែ smooth បែបនេះគឺដោយសារតែខ្ញុំបានប្រើប្រាស់ជាមួយនឹង Nasika loose powder នេះទាំងអស់គ្នាខ្ញុំពិតជាស្រឡាញ់ loose powder នេះខ្លាំងមែនតើមកនៅសងសាច់របស់គេគឺល្អិតម៉ត់ងាយស្រួលដាក់ទៅលើមុខអត់មានកកសព្រុះទេហើយជាពិសេសអ្នកអត់ទាន់ចេះប្រើ powder ក៏អាចសាកប្រើបានដែរគ្រាន់តែយកមកថាបលើមុខរបស់យើងគឺថាមុខរបស់យើងមើលទៅឡើងម៉ត់រត់ញើអីគ្មានទេសំខាន់ណាស់មុខរបស់យើងទុកកាន់តែយូរកាន់តែស្អាតមកអ្នកទាំងគ្នាអត់មានបែកម្សៅកកម្សៅណាចឹងឥឡូវហ្នឹងខ្ញុំមកធ្វើការផាត់ភ្នែកគេអ្នកគ្នាខ្ញុំផាត់ភ្នែកបែបហ្នឹងហើយខ្ញុំតរោមភ្នែកប្រភេទនេះហើយចំពោះ eyeliner វិញគឺខ្ញុំគូត្រង់ដូចតែរដងដែរទេហើយបើនិយាយពីស្មើក្រោមភ្នែកវិញគឺប្រើជាមួយនឹងពណ៌សូកូឡាបែបហ្នឹងហើយអ្នកគ្នាបានឃើញភ្នែករបស់យើងស្អាតអ្នកគ្នាគូដកក្រោមភ្នែកហើយកុំភ្លេចថែម eyeliner បន្លោះភ្នែកដើម្បីឲ្យឃើញភ្នែករបស់យើងមើលទៅកាន់តែ clean កាន់តែធំស្អាតចំពោះការ contour វិញគឺខ្ញុំ contour បែបហ្នឹងហើយអ្នកគ្នាអាចមើលពីការ contour របស់ខ្ញុំបានណាប៉ុន្តែកុំភ្លេចថែមជាមួយនឹង highlight matte ដើម្បីឲ្យឃើញខ្ទង់ច្រមុះរបស់យើងកាន់តែស្អាតទៀតបន្ទាប់មកខ្ញុំមកធ្វើការដាក់ជាមួយនឹងប្រភេទ hybrid blush ដើម្បីឲ្យមុខរបស់យើងមើលទៅ glow តិចស្អាតណាចំពោះ contour វិញគឺយើង contour តាមទរង់មុខរបស់យើងមកដើម្បីឲ្យមុខរបស់យើងកុំមើលទៅហោះពេកចឹងហើយ cream វិញគឺខ្ញុំប្រើជាមួយនឹងពណ៌ឲ្យស៊ីជាមួយនឹង color ពណ៌របស់ខ្ញុំមិនមើលទៅ make up ហ្នឹងវាស្ទន់ស្អាតចឹងតែប៉ុណ្្នឹងគឺរួចរាល់ហើយ make up នេះស្អាតអត់ហើយមើលហើយចឹងតែអនុវត្តផងណាបាយបាយ